សួស្តីបងប្អូនតោះមកធ្វើម្ហូបជាមួយគ្នាយកគ្រឿងហើយនឹងតកួនគ្រឿងក្នុងធ្វើឲ្យបាន2មុខតែម្ដងជាដំបូងគឺដាក់ខ្ទះឲ្យក្តៅរួចហើយដាក់ខ្លាញ់ចូលពេលខ្លាញ់ក្តៅហើយខ្ញុំក៏ដាក់គ្រឿងមានគល់ស្ក្រៃគ្រឿងបុករបស់យើងហ្នឹងតែគល់ស្ក្រៃអត់បុកទេគឺខ្ញុំដំវារួចដាក់ម្ទេសឆាបន្ទាប់មកដោយសារតែកុំឲ្យវាឆ្លក់ណាព្រោះពេលយើងដាក់ដំណើរគ្នាគឺឆ្លក់រួចហើយខ្ញុំដាក់ខ្នំតិចទៅហើយនឹងស្ករត្នោតធម្មជាតិដែលម៉ែពុកគាត់ក៏បានកូរទុករយៈពេល1ឆ្នាំហើយតែនៅតែល្អនៅតែគោកស្ងួតអីចឹងពេលវាឡើងឈ្ងុយហើយខ្ញុំក៏បានដាក់គ្រឿងក្នុងមាន់ចូលតែម្ដងចាយើងកូរវាឲ្យសព្វទៅហើយមូលហេតុដែលខ្ញុំដាក់គ្រឿងមុនដោយសារតែពេលដែលយើងដាក់ចូលទៅវាចូលជាតិជាងយើងដាក់ក្រោយណារួចបាននឹងសាបចឹងខ្ញុំថែមទឹកត្រីបន្តិចអត់ដាក់ខ្លាំងពេកទេកាលណារសជាតិដុតពេកដាក់ឆាតកួនវាទៅជាប្រៃវិញអញ្ចឹងខ្ញុំឆាវាឲ្យឆ្អិនហើយខ្ញុំក៏ដកវាលើសពាក់កណ្ដាលដើម្បីរំលែកធ្វើឲ្យបាន2មុខគឺទី1គឺឆាតកួនប្រេងខ្យងអញ្ចឹងឆាហើយខ្ញុំដកវាចេញខ្ញុំចាប់ដើមរំងាស់អាសាច់នឹងឲ្យគោកទឹកហើយក៏ដាក់ម្រះព្រៅចូលឆាម្រះព្រៅយើងឆាហើយគោកទឹកល្អនេះជាមុខម្ហូបដែលយើងទទួលបានឆាម្រះព្រៅគ្រឿងក្នុងហើយនឹងឆាតកួនគ្រឿងក្នុង